Hello អ្នកគ្នាថ្ងៃនេះយើងបានជួបគ្នាម្ដងទៀតហើយដោយសារឡើងមុនខ្ញុំបានកាយអ្នកគ្នាពីរបៀប set up Windows Server អញ្ចឹងឥឡូវខ្ញុំកាយអ្នកគ្នាមកបង្កើត Active Directory ម្ដងអ្នកគ្នាអញ្ចឹង Active Directory អញ្ចឹងនៅក្នុង Windows Server អ្នកគ្នាអីទៅជា Active Directory អញ្ចឹង Active Directory ហ្នឹងគឺវាដូចជា database មួយអញ្ចឹងអ្នកគ្នាវាដូចជា database មួយអញ្ចឹងដែលវាផ្ទុក user ផ្ទុកព័ត៌មានរបស់អីផ្សេងៗដូចជា laptop ដូចជាវត្ថុអីផ្សេងៗដែលយើងចង់ទុកវានឹងពាក្យច្រើនគេប្រើនៅក្នុងក្រុមហ៊ុនដែលគេផ្ទុក user រាប់ពាន់នាក់អីចឹងអ្នកគ្នាខ្ញុំឧទាហរណ៍ថាអ្នកគ្នាមាន user ឬក៏មាន lab ច្រើនអីចឹងទៅឧទាហរណ៍អ្នកក្នុងមាននៅក្នុងកន្លែងធ្វើការអ្នកគ្នាឬក៏កន្លែងរៀនអ្នកគ្នាមាន lab 5បន្ទប់ផ្សេងគ្នាអញ្ចឹងអ្នកគ្នាត្រូវតែដាក់បង្កើត user ទៅតាម lab មួយផ្សេងៗគ្នាអញ្ចឹងមែនគឺអត់អញ្ចឹងទេវាពិបាកមិនដេចអញ្ចឹងuser active directory ហ្នឹងគេបង្កើតឡើងមកគឺដើម្បីក្នុងគោលបំណងវាថាគឺយើងបង្កើត user តែមួយប៉ុន្តែយើងអាច access ពីគ្រប់ laptop ទៅទាំងអស់មានថារបស់យើងគឺប្រើតែមួយហ្នឹងទេអញ្ចឹងវាស្រួលទាំងហ្នឹងអញ្ចឹងអ្នកគ្នាមកមើលតិចមក Active Directory វាគឺជា database ឬក៏ service built by Microsoft Windows Domain Network អញ្ចឹងយើងមកមើល image វាមកអ្នកគ្នាមើលណែវាស្រួលយល់តិចដូចអានេះចឹងអ្នកគ្នាទៅចូលណែផ្សេងមកនេះឥឡូវយើងនិយាយសួរស្ដាប់ទៅគឺកាពិតវាមានអីដែលនេះទេអ្នកគ្នាខ្ញុំមើលតានេះដឹងអីចំពោះរូបភាពនេះវិញ Active Directory ហ្នឹងវាមាន concept 4 ធំវាមានចំណុច4ធំដែលយើងត្រូវយល់ពីវាគឺទី1ហ្នឹងគឺ forest អ្នកគ្នា forest ហ្នឹងគឺជា structure ដំបូងគេ structure ទី1របស់គេដែលនៅក្នុង forest ហ្នឹងវាអាចមាន tree នៅក្នុង tree ហ្នឹងវាអាចមានជា domain អ្នកគ្នានៅក្នុង domain ហ្នឹងវាអាចមានជា OU ដែរទេក៏មិនទៅស៊ីជម្រៅអីណាដែរអ្នកគ្នាអាច save ជាវាបន្ថែមឈប់Active Directory វាឆ្លើយជាខ្មែរនេះអ្នកគ្នា Active Directory គឺជាអីគេបើយើងនិយាយជាខ្មែរវាយើងឆ្កើងតិចអ្នកគ្នាយើងអាចនិយាយថាវាជា directory service មួយមានថាវាជាដូចជា folder មួយចឹងដែលវាផ្ទុកនៅព័ត៌មានផ្សេងៗដែលដំណើរការដោយ Windows ដែលវាបង្កើតឡើងដោយ Microsoft វាដូចជាទិន្នន័យកណ្ដាលមួយចឹងជា centralized database មួយដែលយើងអាចទុកព័ត៌មានរបស់ user របស់ laptop វាមាននីតិ authorization វាផ្ដល់ permission អីផ្សេងៗអញ្ចឹងយើងមើលទៅលើអានេះវាអ្នកគ្នាដោយរូបថតដែលវាផ្ដល់ឡើងនេះចឹងនេះ Active Directory អ្នកគ្នាមើលតែនេះទៅដឹងហើយអានេះ domain របស់វា domain ហ្នឹងមានន័យថានៅក្នុង domain ហ្នឹងវាអាចមានជា OU អ្នកគ្នា OU ហ្នឹងអីគេ OU ហ្នឹងអាចជា computer អាចជា user អាចជាអីគេ printer អាចជាអីផ្សេងហេតុអីបានគេទុកវានៅហ្នឹងដោយសារតែវាងាយស្រួលមិនដេចគេអាច set វាថានៅក្នុងuser មួយហ្នឹងអញ្ចឹងបើគេអាចបែងចែកជាក្រុម policy បែងចែកជាអីចឹងអញ្ចឹងគេអាចឧទាហរណ៍ខ្ញុំចង់ set up ឲ្យក្រុមមួយហ្នឹងគាត់ក្រុមមួយហ្នឹងគាត់អាច access ទៅកន្លែងណាមួយគឺក្នុងក្រុមមួយហ្នឹង user 100នាក់10នាក់ឬក៏1000នាក់គឺគាត់អាចមានសិទ្ធិដូចគ្នាទាំងអស់ដោយយើងមិនបាច់ចាំទៅ set up manual ម្ដងមួយទេនិយាយទៅក្នុងគោលបំណង Active Directory ហ្នឹងខ្ញុំអត់ចង់បកស្រាយវិញឆ្ងាយទាំងគ្នាទៅវាជ្រៅមែនតើវាស៊ីជម្រៅខ្ញុំគ្រាន់តែចង់ថា Active Directory ហ្នឹងគឺវាមាននីតិក្នុងការគ្រប់គ្រងព័ត៌មានដោយងាយស្រួលក្នុងការ manage វាលឿនហើយវាក៏ secure ដែរអញ្ចឹងយើងមកធ្វើការ set up យើងអស់គ្នាមកគ្នាអញ្ចឹងនៅក្នុង Windows Server យើងពេលដែលបើកមកពេលយើង unlock អានេះហើយយើងចូលកន្លែង Windows នេះមកហើយយើងយក Server Manager នេះមកអ្នកគ្នាអញ្ចឹងនៅពេលដែលខ្ញុំបើក Server Manager នោះវាប្រកាសជាចេញជា dashboard ដែរអ្នកគ្នាចង់ចូលកន្លែងនេះក៏បានហើយចូលកន្លែង manage នេះក៏បានដែរយើងចុចកន្លែង manage ហើយយើងចុច add role ហើយ feature ហើយបន្តមកទៀតយើងធ្វើការនេះយើងចេញនៅតាមវាមកអ្នកគ្នាហើយអានេះគឺវា default យើងយកដល់មកចេញនៅទៀតណាហើយកន្លែងនេះវាឲ្យយើងជ្រើសរើស server មួយណាដែលយើងដោយសារតែខ្ញុំមាន server ស្រាប់អីនេះ server មួយដល់រក្សានេះ
អ្នកគ្នាចង់បង្កើត server មួយផ្សេងទៀតហើយយក server ហ្នឹងមកដាក់ក៏បានដែរឧទាហរណ៍ថាអ្នកគ្នាមាន server 3អញ្ចឹងនៅក្នុងនេះវាប្រកាសជា load 3 server ផ្សេងគ្នាអញ្ចឹងតែដោយសារតែ server ហ្នឹងមានតែមួយទេហើយ server ហ្នឹងវាជា server ធម្មតាទេអ្នកគ្នាវាអត់តន់ជាអីណា domain អីណាទេវាជា server ធម្មតាអញ្ចឹងយើងត្រូវតែ select វាដើម្បី promote វាឡើងទៅជា domain controller ហ្នឹងឯងទេអ្នកគ្នា domain controller ហ្នឹងវាប្រៀបដូចជា server មួយអញ្ចឹងដល់តាក់ទងជាមួយនឹងActive Directory វាប្រៀបដូចជា database តែដល់ពេល domain controller វាប្រៀបដូចជា server ដែលវាធ្វើការ hosting នៅ Active Directory ចឹងអ្នកគ្នាអញ្ចឹងបើអត់មាន domain controller ទេយើងអាច host Active Directory នឹងបានទេ so យើងត្រូវមានserver មួយដែលជា domain controller ហ្នឹងវាធ្វើការ hosting Active Directory ហើយយើងអាច manage Active Directory ហើយយើងធ្វើការ manage setup ផ្សេងៗតាមហ្នឹងបានអញ្ចឹងចុចនេះមកតោះមកអ្នកគ្នាឃើញកន្លែងនេះកន្លែងផ្សេងៗទៀតមិនបាច់ចាំរើសអីទេគ្រាន់តែថាយើងយកតែនេះមកនេះកន្លែងនេះ Active Directory Domain Service ដោយសារយើងចង់បាន Domain Service នេះមកប្រើអញ្ចឹងយើងចុច Add Feature មកយើង follow តាម guide គេមួយមកតោះមកយើងចុច Next ទៀតកន្លែងនេះអត់មានអីចុចទេអ្នកគ្នាយើង Next នៅតាមវាមកហើយយើងចុច install អ្នកគ្នាអញ្ចឹងយើងចាំវាតិចទៅអ្នកគ្នានិយាយទៅអ្នកគ្នាអាចមើលតាមហ្នឹងទៅវាមានការ use step អត់ញ៉ៃទេវាគ្រាន់តែចុច next រហូតហ្នឹងហើយមិនបាច់កំគិតថាវាស្មុគស្មាញទេហើយខ្ញុំក៏គ្រាន់តែជាការចាប់ផ្ដើមអ្នកគ្នាវាមានទៅ step ជាច្រើនដែលយើងត្រូវសិក្សាស្វែងយល់ពីវាទៀតឈប់ខ្ញុំមើលទៅនេះមួយសិន Notion របស់ខ្ញុំKeynote Windows Server Active Directory នេះអ្នកគ្នាខ្ញុំបញ្យល់ directory នេះវា Active Directory ហ្នឹងវាដើរតួនាទីដូចជា database មួយចឹងដែលវា store នៅ information របស់ user computer file ហើយតម្រងរបស់វាគឺរបៀបចឹងអ្នកគ្នាជាមួយយើងមាន domain controller មួយដែលវាធ្វើការ host នៅ Active Directory Domain Service អញ្ចឹងយើងហៅវាថា AD អ្នកគ្នាអញ្ចឹងនៅក្នុង section នៃ Active Directory ហ្នឹងគឺវាមានជា forest ហ្នឹងវាបើយើងបកប្រែខ្មែរណាទៅជាប្រៃយើងវាអត់ត្រូវណា forest នេះគឺជា keyword មួយគេដែលគេបង្កើតមកជាដែលវា step របស់វាបន្ទាប់ពី AD ហ្នឹងគឺ forest ហ្នឹងឯងដែលវាមានន័យ authentication authorization នៃ user ដែលគាត់ log in មកអញ្ចឹងបន្ទាប់មកយើងមាន domain មួយដែលឈ្មោះ domain អញ្ចឹងឧទាហរណ៍អ្នកគ្នាមានជា organization មួយក្រុមហ៊ុនមួយអញ្ចឹងអ្នកគ្នាបង្កើត domain មួយដាក់ឈ្មោះអញ្ចឹងពេលដែលអ្នកគ្នាបង្កើត user ឲ្យបុគ្គលិកអ្នកគ្នាធ្វើការគឺបង្កើតនៅក្នុង domain មួយហ្នឹងអញ្ចឹងក្រៅពីបុគ្គលិកអ្នកគ្នាគេផ្សេងអាច access ចូលទៅប្រើ resource ឬក៏អីផ្សេងនៅក្នុងហ្នឹងបានទេហើយបើសិនជា domain ហ្នឹងវាមានច្រើនអញ្ចឹងគេហៅថា tree ម្ដងទៀតអ្នកគ្នាឧទាហរណ៍ថា domain មួយវាអត់មាន tree ទេតែបើអ្នកគ្នានៅក្នុងកន្លែងធ្វើការអ្នកគ្នាមាន domain ច្រើនលើសពី1 2ឡើងទៅគឺវាហៅថា tree ហើយនៅក្នុង domain ហ្នឹងវាអាចមាន OU ហ្នឹងពាក្យពេញវាគឺorganizational unit អ្នកគ្នាមានន័យថានៅក្នុង domain ហ្នឹងវាចែកជា sub វាចែកជាកូនវាទូទៀតឧទាហរណ៍ដូចជាមានអីខ្លះវាមាន user វាមាន computer វាមាន group អីចឹងទៅអញ្ចឹងឧទាហរណ៍ថាអ្នកគ្នាប្រើនៅក្នុងក្រុមហ៊ុនមួយ computer អ្នកគ្នាគឺត្រូវបាន register ចូលទៅក្នុង domain នឹងមួយបន្ទាប់មកអ្នកគ្នា user ត្រូវបាន create domain សម្រាប់ login account មួយផ្សេងទៀតអញ្ចឹងហើយវាមាន group នោះថា computer អ្នកគ្នាហើយនឹង user information របស់អ្នកនរគ្នាគឺស្ថិតនៅក្នុង group មួយដែលឧទាហរណ៍ថានៅក្នុងហ្នឹងវាមាន computer 100 គ្រឿងហើយមាន user 100 នាក់អញ្ចឹង user និង computer ហ្នឹងគឺស្ថិតនៅក្នុង group តែមួយដែលអញ្ចឹងមានន័យថាឧទាហរណ៍ថាខ្ញុំដាក់ permission ទៅកាន់ group ហ្នឹងមិនគឺ user ទាំងប្រមាណហើយនិង computer ទាំងប្រមាណគឺធ្វើបានដូចគ្នាទាំងអស់អញ្ចឹងយើងអត់បាច់ទៅ set up manual ទេអ្នកនរគ្នាអញ្ចឹងគឺវាស្រួលអញ្ចឹងហើយនៅពេលដែលបុគ្គលិក resign ឬអីចឹងខ្ញុំមិនបាច់ចាំទៅណែពិបាកទេខ្ញុំគ្រាន់តែលុបឬក៏ set ឲ្យវា auto delete នៅដល់ថ្ងៃគាត់ resign ទេគឺ staff ហ្នឹងគាត់លែងមានសិទ្ធិក្នុងការ log in ទៅក្នុង laptop ឬក៏ desktop ហ្នឹងទៀតគឺវា block បាត់យ៉ាគឺវាអត់មានអីនេះទេអ្នកគ្នាហើយអានេះខ្ញុំគ្រាន់តែចេញមកចែកម្លែកខ្លះទេហើយឥឡូវយើងមកមើលការ set up របស់យើងគឺយើងបាន set up success ហើយអញ្ចឹងយើងយក close មក
ពេលដែល close ហើយវាតិចទៀតវាចេញហើយហ្នឹងវាគួរតែ load អីចេញមកចំអូពេលដែល add ហើយវានឹង load ចេញមកកន្លែងនេះអ្នកគ្នាអូយអធិស្ឋានអ្នកគ្នាខ្ញុំផ្ដាសាយចឹងអ្នកគ្នាពេលដែល install វា success ហើយយើងចូលមកកន្លែង flag នេះមួយមកដែលមានសញ្ញា warning ហើយយើងចុច promote this server to the main controller អញ្ចឹងuser មួយដែលយើងកំពុងប្រើនោះវាគ្រាន់តែជា Windows server ធម្មតាទេអញ្ចឹងដើម្បីវាខ្លាយទៅជា domain controller យើងត្រូវ promote វាអ្នកគ្នាអញ្ចឹងយើងចុចកន្លែង promote នេះមកអញ្ចឹងពេលដែលយើងចូលមកកាន់ screen មួយហ្នឹងហើយយើងយកអាក្រមគេនេះអ្នកគ្នា add new forest មានន័យថាយើងបង្កើត domain controller ដំបូងគេបង្អស់ហ្នឹងអញ្ចឹងយើងត្រូវយក new forest នេះកន្លែងយកលើនេះមានន័យថាយើងមាន domain ហើយអញ្ចឹងយើងចង់ add ចង់អីចឹងតែនេះគឺយើងថ្មីសុទ្ធមកអញ្ចឹង root domain name ការពិត root domain name ហ្នឹងនេះអ្នកគ្នាយើងអាចដាក់ដូចចេះមកដាក់ខ្ញុំដាក់ឈ្មោះខ្ញុំមក local ហើយហ្នឹងអ្នកគ្នាដាក់មិនក៏បានតែសេតអ្នកគ្នាទៅpassword កន្លែងនេះយើងបំពេញ password មកអ្នកគ្នា restore mode នេះយើងដាក់ password យើងដាក់password អ្នកគ្នាមក d dot ឈប់ dc dot server 2k26 dc dot server 2k26 yeah អញ្ចឹងយើងនេះមកយើងបង្កើតបានហើយគេ delegate for this DNS server cannot be created because an operation cannot be found cannot be created because អូឈប់នេះមិនវិញចុចនិចមកដល់នេះ domain name domain ហើយនេះ domain name អ្នកគ្នា domain name របស់យើងឬក៏ server name របស់យើងអាចដាក់ថាជាឧទាហរណ៍ថាខ្ញុំដាក់ឈ្មោះខ្ញុំតែមកខ្ញុំដាក់តែមកនេះ local អីចឹងណាចំមិនចឹងវាឬក៏វាឲ្យដាក់ឈ្មោះដូចនេះចំ dot អូវាឲ្យដាក់ dot ទេចឹងដាក់ប៉ុណ្ណឹងហើយកន្លែងនេះមានអីច្រើនទេអ្នកគ្នាយើងចុចលើទៀតមកហើយលេខទៀតមក If you can install the word automatically reboot at the end of the promotion operation ចឹងយើងចាំវាតិចមកអ្នកគ្នា click install or click install មកកន្លែងនេះដូចជារៀងយូរតិចអ្នកគ្នាចាំតិចទៅអ្នកគ្នាអាចខាក៏បានដែរអាចខាវាចោលទៅនឹងវាមានអីទេគ្រាន់តែយើងចាំវា install ឲ្យ success តែប៉ុណ្ណឹង
cho lạiนี้យើងsẽ đặt theoយើងចុច sign off មកអូ sign off វា restart ពេលយើង create ហើយគឺវា restart auto ចឹងយើងចាំវា restart មកទៅrestart យ៉ាងណាគ្នាឡើយយើងបាន restart វាហើយគឺវាចេញមកបែបហ្នឹងចឹងបន្ទាប់ពីយើងបានធ្វើការ set up នៅdomain controller ហើយវាឲ្យយើង restart ហ្នឹងអញ្ចឹងយើង restart ទៅពេលយើងដែលយើង login ចូលសាមីអញ្ចឹងវា restart ហើយយើង login ចូលសាមីមកអូខេចុះបងចឹងយើងនេះមកនៅពេលយើងធ្វើការវាយ password បញ្ចូល password មកអញ្ចឹងយើងកត់ចំណាំlạiទៀតដល់គ្នាដំបូងពេលដែលយើងចូលដំបូងគឺវា user ធម្មតាទេអញ្ចឹងដល់ពេលដែលយើងឥឡូវយើង promote វាទៅជា domain controller ហើយយើង login ចូលសាមីវាមានឈ្មោះឡើងនេះអញ្ចឹងយើងប្រើ password ដែលយើងបង្កើតមិញ password ដែលយើងបង្កើត domain controller មិញហ្នឹងអញ្ចឹងដាក់ password ហ្នឹងមក password ហ្នឹងមិញ ad.serverអូខេចឹងគឺវា success ដែរអញ្ចឹងវាបើកតិចមកបងអាហ្នឹងខ្ញុំ include ទៅទាំងអស់ហ្មងខ្ញុំស្រង់4 file ចូលគ្នាហ្នឹងremove ចេញអញ្ចឹងយក file latex វិញបង3file ហ្នឹង latex អត់បងហ្នឹង ចឹងតែពេលយើង login មកគឺវាចេញអញ្ចឹងហើយវាមិនមែនជា Windows Server ដូចមុនទៀតទេវាឡើងទៅជា domain controller ហើយដោយសារតែយើងបាន promote វាអញ្ចឹងតែឥឡូវយើងគ្រាន់តែចាំវាឲ្យវា load តិចមកសារវាយឺតតិចហ្នឹងហើយក៏ពិតវាដើរធម្មតាដែរគ្រាន់តែវា load រៀងយូរបន្តិចអញ្ចឹងយើងចាំវារៀងយូរបន្តិចឥឡូវវាដើរមកធម្មតាហើយអញ្ចឹងយើងយើងមើលកន្លែងនេះមកដោយសារដំបូងវានៅជា Windows Server ទេតែដល់ពេលដែលយើង promote វាឡើងជា domain controller ហ្នឹងយើងឥឡូវយើងឃើញបានយើងមាន server នេះយើងមានអានេះមួយនេះ ADDS ហ្នឹងគឺ Active Directory Domain Service
ចឹងយើងឃើញវានេះយើងបង្កើតបានប៉ុណ្ណឹងហើយចឹងគឺអា setup របស់យើងនេះវា success ហើយការ setup របស់យើងតទៅជាមួយនឹងបង្កើត domain controller ចឹង session ក្រោយខ្ញុំនឹងបង្កើតអានោះម្ដងបង្កើតតទៅជាមួយនឹងការ join domain ដើម្បី access resource manage user create user អញ្ចឹងឥឡូវយើងបង្កើតបានប៉ុណ្ណឹងហើយគឺអស់ហើយវា success ប៉ុណ្ណឹងចឹងខ្ញុំវីដេអូក្រោយខ្ញុំធ្វើ join domain ម្ដង